បាទជំរាបសួរបងបាទបងជម្រាបសួរបាទបងមានឈ្មោះអីដែរបងឈ្មោះច្រើនបងបាទបងមានអាយុប្រហែលហើយបងអាយុ31បងបាទបងចង់ដឹងបងរស់នៅទីនេះបងរស់នៅកន្លែងណាដែរបងនៅក្រុងប៉ោយប៉ែតបងបាទនៅខាងក្រុងប៉ោយប៉ែតបងចង់ដឹងថាមុននឹងបងប្រើផលិតផលណាកូស៊ីនេះបងមានបញ្ហាអាឡែស៊ីអីបងបញ្ហាអាឡែស៊ីពុំក្លិនច្រមុះអាឡែស៊ីច្រមុះបងហ្នឹងធ្វើទុកមិនបងជួយបញ្ជាក់បន្តិចមកបងធ្វើទុកជាសបោឈឺក្បាលឈឺច្រមុះមកជាមុខអត់មានលំោះតិចលំោះភ្នែកមានស្លេះក្អកអីទេបងមានស្លេះហ៎បាទស្លេះជាសបោបាទជុះការគេងការអីមិនដែរបងគេងមិនសូវលក់ដោយសារវាឈឺក្បាលខ្លាំងបាទអញ្ចឹងបងប្រើផលិតផលណាកូស៊ីនេះបងប្រើប្រហែលថ្ងៃបងដឹងពីប្រសិទ្ធភាពប្រើអស់ 4-5 ថ្ងៃបងដឹងអូ5ថ្ងៃដឹងពីប្រសិទ្ធភាពហ៎បងបាទបងដឹងហ្នឹងថាដឹងប្រសិទ្ធភាពទៅលើអីខ្លះដែរបងប្រើទៅបាត់ធុំក្លិនហើយនឹងបាត់ឈឺក្បាលឈឺច្រមុះបាត់ជាសបោហើយចុងបច្ចុប្បន្ននេះបងប្រើអស់ប្រហែលកំប៉ុងហើយបងបច្ចុប្បន្នហ្នឹងប្រើអស់1កំប៉ុងកន្លះអូប្រើអស់1កំប៉ុងកន្លះអញ្ចឹងបងជួយបញ្ជាក់បន្ថែមបងប្រើអស់1កំប៉ុងកន្លះហ្នឹងបងជាទៅលើអីខ្លះប្រើជាបាត់ជាសបោហូរដូចតុសធុំក្លិនច្រមុះឈឺក្បាលនិងឈឺមកជាមុខបាទអាហ្នឹងបាត់អស់ហើយបាទហើយជួបបងប្រើអស់1កំប៉ុងកន្លះបាត់អស់ហើយបងហូបរបស់តែគ្រឿងផ្អាប់ឬក៏គ្រឿងសមុទ្រសាច់ខ្លាយអីបានទេបងហូបបានបងបាទហូបបានហ្នឹងវាមានធ្វើទុកអីទេបងអត់មានធ្វើទុកទេបងជួយបញ្ជាក់មើលហូបអីខ្លះបានអញ្ចឹងណាគ្រឿងសមុទ្រផ្អកអីហូបបានបាទលែងធ្វើទុកអស់ហើយបាទបាទអញ្ចឹងបងជឿជាក់លើផលិតផលណាកូស៊ីនេះទេបងជឿជាក់បងជឿជាក់100%អូជឿជាក់បងកែមែនទេបាទបងបាទហ្នឹងហើយអញ្ចឹងបងជាចុងក្រោយបងមានពាក្យពេចន៍អីបណ្ដាំផ្ញើទៅដល់ពុកម៉ែបងប្អូនយើងឲ្យបានប្រើបានធូរបានជាដូចបងណាបាទចង់ប្រាប់ពុកម៉ែបងប្អូនថាបើមានអាការៈអាឡែច្រមុះឬដងច្រមុះអាចប្រើណាកូស៊ីបានគឺជា100%បាទបានជាបានធូរដូចបងអញ្ចឹងបងបាទអរគុណច្រើនបងជំរាបបងបាទ